បាទសួស្តីបងប្អូនសិស្សសាស្ត្រសាស្ត្រថ្នាក់ទី9ទាំងអស់ជាទីស្រឡាញ់រាប់អានជួបជាមួយនឹងលោកគ្រូទៀតហើយនៅលំហាត់ប្រព័ន្ធរកបែបនេះមានលំហាត់កហើយនិងលំហាត់ខលំហាត់ករបស់យើងគឺមានរក4ដែលមានរកនឹង2ហើយនិងរកចល័ត2ចំណែកឯលំហាត់ខមានរករហូតដល់6រកនឹង3ហើយនិងរកចល័ត3ហើយសំណួរយើងសួរដូចគ្នាគឺកណនីកម្លាំងចលកបន្ទុកដែលត្រូវលើកហ្នឹងគឺ100ញូតនដូចគ្នាណា100ញូតនដូចគ្នាអញ្ចឹងដើម្បីដោះស្រាយលំហាត់ប្រព័ន្ធរកនេះបានបងប្អូនត្រូវតែយល់រូបមន្តក៏ដូចជាចងចាំរូបមន្តដែរណាអញ្ចឹងដូចយើងបានរៀនរួចហើយនៅក្នុងមេរៀនរកបាទដែលគេបាននិយាយថាផលមេកានិកគឺជាផលធៀបកម្លាំងទុកនិងកម្លាំងចលកដែលគេសរសេរ MA ស្មើជាមួយនឹង FR លើ FR ឬក៏ផលមេកានិកនៃប្រព័ន្ធរកស្មើនឹងចំនួនខ្សែដែលត្រូវបន្ទុកដែលចំនួនខ្សែនៅត្រូវបន្ទុកនៅពេលនេះគឺលោកគ្រូតាំងដោយ n ធំណាបាទសូមបញ្ជាក់ថា n ធំនេះមិនមែនជាខ្នាតរបស់កម្លាំងទេ n ធំនេះជាចំនួនខ្សែដែលត្រូវបន្ទុកបាទឬក៏យើងអាចរក FR ស្មើជាមួយនឹងបន្ទុកចែកជាមួយនឹង n មានន័យថាទម្ងន់ឬក៏កម្លាំងបន្ទុកចែកជាមួយនឹងចំនួនខ្សែដែលត្រូវបន្ទុកដែល FR នេះយើងបានរៀនហើយកម្លាំងចលករ FR នេះកម្លាំងទុកហើយ n នេះចំនួនខ្សែដែលត្រូវបន្ទុកMA នេះគឺផលមេកានិកឥឡូវដើម្បីកុំឲ្យខាតពេលមកដោះស្រាយលំហាត់ទាំងអស់គ្នាលំហាត់កយើងគឺគណនាកម្លាំងចលករអញ្ចឹងដើម្បីរកកម្លាំងចលករគឺបងប្រើរូបមន្តមួយនេះបាទប្រើរូបមន្តមួយនេះគឺយកកម្លាំងទុកឬក៏ទម្ងន់របស់បន្ទុកចែកជាមួយនឹងចំនួនខ្សែដែលត្រូវបន្ទុកឥឡូវអ្វីដែលយើងត្រូវការរកគឺចំនួនខ្សែដែលត្រូវបន្ទុកគឺរក n ធំហ្នឹងហើយដោយសារបន្ទុកនេះគឺយើងស្គាល់100ញូតនអានេះក៏100ដែរណាអញ្ចឹងបន្ទុករបស់យើងគឺ100 FR យើង100អ្វីដែលយើងអត់ស្គាល់គឺ n តែ n យើងអាចមើលតាមរយៈរូបប្រព័ន្ធរកគេឲ្យណាចំនួនខ្សែត្រូវបន្ទុកបងប្អូនមកមើលទាំងអស់គ្នាមកណាអញ្ចឹងខ្សែដែលត្រូវរកត្រូវបន្ទុកបែបនេះនៅចន្លោះរកចល័តមួយខាងក្រោមគេនេះអានេះខ្សែនេះមួយបាទខ្សែនេះមួយជាខ្សែដែលត្រូវបន្ទុកហើយមានន័យថាជាខ្សែដែលញ៉ាំងបន្ទុកណាហើយយ៉ាងនេះមួយទៀតគឺខ្សែទី2គឺខ្សែដែលត្រូវបន្ទុកដូចគ្នាអញ្ចឹងខ្សែត្រូវបន្ទុកនេះមាន2អញ្ចឹងនៅលើរកចល័តនេះទៀតនៅលើអារកខាងលើនេះអញ្ចឹងអានេះមានមួយទៀតអានេះមានមួយទៀតមាន2ទៀតអញ្ចឹងវាមាន3អានេះមួយទៀតវាមាន4អញ្ចឹងចំនួនខ្សែដែលត្រូវបន្ទុកមាន4បាទឃើញអាខ្សែ2នេះញ៉ាំងបន្ទុកខ្សែ2ហ្នឹងក៏ញ៉ាំងបន្ទុកដែរហើយអាកតុយខ្សែដែលគេទាញដែលប្រើកម្លាំងចលករនេះមិនមែនជាខ្សែដែលត្រូវបន្ទុកទេខ្សែត្រូវបន្ទុកខ្សែដែលញ៉ាំងបន្ទុកអញ្ចឹងចំពោះលំហាត់កយើងឃើញ n របស់យើងគឺស្មើនឹងប្រមាណ n យើងស្មើនឹង4ហើយណាចំនួនខ្សែដែលត្រូវបន្ទុកមាន4ហើយអញ្ចឹងបើស្គាល់ n គឺយើងអាចរក FR ឃើញទេបាទយើងប្រើរូបមន្តរបស់យើងគឺចម្លើយមកគណនាកម្លាំងចលករគឺ FR បាទ FR ស្មើជាមួយនឹង FR ចែកជាមួយនឹង n បាទដោយអីកយើងលំហាត់កដោយអីដោយចំនួនខ្សែត្រូវបន្ទុក n យើងស្មើប្រមាណ n យើងមាន4ណា4ខ្សែហើយ FR របស់យើងស្មើប្រមាណ FR គឺ100ញូតនអញ្ចឹងយើងអាចទាញបានអីយើងអាចទាញបាន FR ស្មើអីស្មើនឹង FR 100ញូតនចែកជាមួយនឹងចំនួនខ្សែត្រូវបន្ទុកចែកមួយ n គឺស្មើនឹង4អញ្ចឹង100ចែក4ស្មើនឹង25ញូតនអញ្ចឹងកម្លាំងចលករគឺស្មើនឹង25ញូតនអញ្ចឹងគេប្រើតែ25ញូតនទេណាបាទ25ញូតនចំណែកឯរូបខមកកំណត់ចំនួនខ្សែត្រូវបន្ទុកទាំងអស់គ្នាណាអញ្ចឹងខ្សែនេះមួយឃើញត្រូវបន្ទុកឯណាញ៉ាំងបន្ទុកហ្នឹងឡើងមួយនេះមួយទៀតអញ្ចឹងអានេះមួយ2បាទមួយនេះមួយទៀត2ហើយយើងមើលខ្សែនេះទៀតបាទខាងនេះមួយហើយមកខាងនេះមួយទៀតអញ្ចឹងអានេះមួយទៀត3នេះមួយទៀត4បាទឥឡូវយើងមើលខ្សែហ្នឹងសុទ្ធតែញ៉ាំងបន្ទុកដែរណាបាទត្រូវបន្ទុកដែរត្រូវបន្ទុកឡើងទៅលើទាំងអាក្រោមទាំងអាលើហ្នឹងអញ្ចឹង4នេះ5នេះមួយទៀត6សងខាងរកបាទហើយអាខ្សែនេះគ្រាន់តែខ្សែភ្ជាប់គ្នាហើយកតុយខ្សែនេះជាកតុយខ្សែនៃការទាញរបស់កម្លាំងចលករអញ្ចឹងដោយរូបខរបស់យើង n របស់យើងស្មើប្រមាណ n យើង1 2 3 4 5 6អញ្ចឹងចំនួនខ្សែដែលត្រូវបន្ទុកយើងមាន6ហើយបន្ទុករបស់យើង FR របស់យើងស្មើនឹង100ញូតនដូចគ្នាបាទបើ100ញូតនដូចគ្នាអញ្ចឹងយើងអាចជំនួសចូល FR ស្មើនឹងប្រមាណ100ញូតនបាទ FR ចែក n យើង6បាទ100ចែក6ស្មើនឹង16.6ຂະຫນາດញូតនណាបាទ6យើងចែកអត់ដាច់ទេអញ្ចឹងរបៀបក្នុងការកំណត់កម្លាំងចលករតើតែយើងស្គាល់ចំនួនខ្សែដែលត្រូវបន្ទុកហើយចំនួនខ្សែដែលត្រូវបន្ទុកគឺជា
ចំនួនដែលយើងរាប់នៅលើរូបអីឲ្យតែការឡាឃើញប្រព័ន្ធរាប់បែបហ្នឹងមកអញ្ចឹងបងចាប់ដើមរាប់ចំនួនខ្សែទ្របន្ទុកមានន័យថារាប់រក n ណារក n ឃើញគឺយើងអាចរកកម្លាំងចលករឃើញហើយណាបាទអញ្ចឹងអរគុណច្រើនបើសិនបងមានចម្ងល់អីតាក់ទងជាមួយនឹងលំហាត់នេះក៏ដូចជាលំហាត់ផ្សេងជាមួយនឹងប្រព័ន្ធរាប់បែបនេះគឺបងអាច comment ណាអាច comment នៅខាងក្រោមវីដេអូអរគុណច្រើន